ខ្ញុំ demo function post real បូក comment ចឹង function ហ្នឹងយើង select ដូចរាល់ដងនៅក្នុង function interact ហ្នឹងបន្តមកទៀតយើង select account ឬក៏ page របស់យើងដែលចង់ post ហ្នឹង all page ឬក៏ account នេះចឹងទៅបន្តមកទៀត select page ចឹង function ហ្នឹងនៅក្នុង interact config នេះ function មួយហ្នឹងឈ្មោះ real or video បូក comment ប៉ុន្តែឥឡូវខ្ញុំដូចជាដក video ចោលហើយយើង post តែ real comment ហ្នឹងហើយព្រោះ video ឥឡូវវានឹង convert ទៅជាប្រភេទ real តែដែរអញ្ចឹងខ្ញុំអាចនឹងដកអា video នឹងចេញអញ្ចឹងចុចលើ function ហ្នឹងមកឥឡូវខ្ញុំ clear វាចោលសិនខ្ញុំបញ្ចូលសារថ្មីទីមួយយើងត្រូវចុចបូកអានេះមកដើម្បីវាមានជា post មួយចេះអញ្ចឹងទីមួយយើងដាក់ path video របស់យើងមកអញ្ចឹងអូរ៉ាខ្ញុំចូលទៅ video នេះអញ្ចឹងយើងទាញ video ហ្នឹងតម្លាក់នៅលើ path ហ្នឹងក៏បានដែរអញ្ចឹងវានឹងចាប់ path របស់យើងមកឲ្យនៅក្នុងទីតាំងណា path ណាអញ្ចឹងទៅយើងធ្វើអញ្ចឹងក៏បានដែរវាលឿនណាឬក៏អាចយើង copy មកស្ដាមយើង copy as path ចេះយកមក path ចេះក៏បានធ្វើអញ្ចឹងវាយូរបើធ្វើតាមខ្ញុំអាចនឹងលឿនយើងគ្រាន់តែទាញ file ហ្នឹងតម្លាក់នៅលើ like path ហ្នឹងមកវាចាប់ path របស់យើងអូតូហើយកន្លែងនេះគឺជា caption របស់យើងអញ្ចឹង caption មួយ caption ដល់យើងដាក់អីដាក់ទៅ link comment link ហ្នឹងយើងចង់ដាក់អីក៏បានដែរដូចគ្នាអញ្ចឹងអ្នក post website ក៏ដាក់តាមហ្នឹងទៅអញ្ចឹងបើយើងចង់ post video ថែមទៀតយើងគ្រាន់តែចុចបូកមកវានឹងថែម path របស់យើងមួយទៀតហើយអញ្ចឹងអាហ្នឹងគឺធ្វើដូចគ្នាអញ្ចឹងទៅហ្នឹងហើយ caption 2អានេះខ្ញុំ demo គាត់តេស្តណាអញ្ចឹង comment យើងចង់ដាក់អីដាក់ទៅស្អីតែចិត្តយើងអញ្ចឹងអាឡៃហ្នឹងគឺអត់មានចំនួនកំណត់ទេយើងចង់ post ប៉ុន្មានក៏បានដែរអញ្ចឹង process យើងមាន2 option យើង post ជា process background ក៏បានយើង post ធម្មតាក៏បានដែរអញ្ចឹងបើយើង post ធម្មតាយើងមិនបាច់ tick អីទេបើយើងចង់ post ជា background យើង tick អានេះមកហ្នឹងហើយតមកទៀត like delay នេះគឺដូចគ្នាពេលដែល post video ចប់ទី1ហើយយើងចង់ឲ្យវា delay មួយនាទីមួយ second យើងដាក់តាម second តាមហ្នឹងទៅហើយយើង complete tick alert ផង tick alert អាកន្លែងខាងលើគេហ្នឹង tick ពេលដែលយើង tick វាគឺយើងឲ្យ function ហ្នឹងវាដើរអញ្ចឹងយើងអូខេមកអញ្ចឹងពេលដែលពោបបេតុងគឺ function ហ្នឹងដើរអញ្ចឹងមួយទៀតគឺយើងចង់ post ប្រើប្រហែល function ក្នុងពេលតែមួយក៏បានយើង tick ខាងលើរបស់វាមកហ្នឹងហើយអញ្ចឹង function post real book comment មានតែប៉ុណ្្នឹង